បាទសួស្តីអ្នកទាំងគ្នាចឹងវីដេអូនេះខ្ញុំចែករំលែកពីរបៀប set timer model KG 316S បាទប្រភេទប្រភេទ digital ប្រើថ្មម៉ោងសក្រិតល្អតម្លៃវាសមរម្យបងប្អូនហើយនៅប្រភេទនេះខ្សែចូល LN ពីរសរសៃហើយចេញ LN ពីរសរសៃបាទចូល2ចេញ2 nerd fan ណាអូខេហើយប្រភេទនេះmaximum វា25 ampere យើងអាចបញ្ជាបានកុងតាក់វាវាយចេញបាទតែវាចិត្តដាក់ទេអញ្ចឹងយើងប្រើតែត្រឹម10 ampere អីបានបងប្អូនបើចង់ឲ្យប្រើបានយូរអូខេតោះឥឡូវខ្ញុំបង្ហាញពីរបៀប set អូខេអញ្ចឹងប្រភេទនេះវាមានសោវា lock auto អញ្ចឹងបើយើងអត់ដឹងចេះដោះសោយើងមិនអាចចុច set វាបានទេឃើញទេអញ្ចឹងដើម្បីដោះសោវាបងប្អូនទាំងអស់គ្នាចុចពាក្យ CR ចុចឲ្យជាប់5វិនាទី1 2 3 4 5ឃើញបាត់សញ្ញាកន្លែងនេះហើយយើងចុចវិញ1 2 3 4 5ឃើញនេះសញ្ញានេះសញ្ញាសោកាលណាជាប់សញ្ញាហ្នឹងយើងចុចអីអត់បានទេតោះយើងដោះ1 2 3 4 5ផ្លឹកឃើញទេចឹងដោះសោដោះបាត់សោហើយអញ្ចឹងបាត់សោយើងអាច set វាបានអញ្ចឹងជាដំបូងម៉ោងហើយថ្ងៃឲ្យត្រូវសិនម៉ោងនាទីវិនាទីថ្ងៃឲ្យត្រូវសិនអូខេអញ្ចឹងជាក់ស្ដែងឥឡូវម៉ោង 19:41 នាទីពេលល្ងាចអញ្ចឹងដើម្បី set ម៉ោងអ្នកទាំងអស់គ្នាចុចអក្សរ H+ នេះមួយនេះមើលដៃខ្ញុំអូខេម៉ោង 19 15 16 17 18 19អូខេអញ្ចឹងចុចម៉ោង H+ ចុចនាទី M+ ហើយចុចវិនាទី F+ សេរីថ្ងៃ D+ ណាអូខេអានេះសេរីថ្ងៃសេរីម៉ោងសេរីនាទីវិនាទីអូខេឥឡូវយើងសេរីម៉ោងរួចហើយអញ្ចឹងយើងសេរីនាទីមិញ43យើងចុចឲ្យជាប់ក៏បានដែរតែប្រយ័ត្នហួសយើងត្រូវចុចសារដើមអូខេឥឡូវយើងសេរីម៉ោងនាទីវិនាទីត្រូវហើយបាទអញ្ចឹងយើងសេរីថ្ងៃអញ្ចឹងថ្ងៃហ្នឹងថ្ងៃអាទិត្យណាថ្ងៃអាទិត្យ SU អូខេអញ្ចឹងដើម្បីសេរីថ្ងៃយើងចុច D+ បងប្អូនទាំងគ្នាមើលអក្សររត់លើនេះ SU នេះថ្ងៃអាទិត្យណាអូខេអញ្ចឹងបើសិនជាថ្ងៃច័ន្ទមួយទៀតប្រហែលអូខេឃើញទេអញ្ចឹងថ្ងៃហ្នឹងអាទិត្យយើងដាក់ឲ្យត្រូវបាទអូខេឥឡូវយើងសេរីម៉ោងសេរីនាទីសេរីថ្ងៃត្រូវរួចរាល់ហើយអញ្ចឹងដល់វគ្គយើងទៅកំណត់ម៉ោងឲ្យវាបិទបើកអូតូអញ្ចឹងដើម្បីកំណត់ម៉ោងបិទបើកអូតូបានអ្នកទាំងអស់គ្នាត្រូវចុចអក្សរ P បាទចុចអក្សរ P អូខេអញ្ចឹងយើងឃើញចុចបែបនេះបានន័យថាយើងអត់តាមអាន set ម៉ោងទេហើយយើងឃើញលេខ1 on បានន័យថាកន្លែងកំណត់ម៉ោងដំណាក់កាលទី1ម៉ោងបើកណា on គឺម៉ោងធ្វើការម៉ោងបើកណាអូខេចឹងបើយើងចង់អំពូលបានន័យថាដល់ម៉ោងនោះយើងកំណត់ឲ្យបើកអំពូលភ្លឺណាបាទអញ្ចឹងបញ្ជាក់ប្រភេទនេះយើងកំណត់បាន28ដង28 step អូខេបាទអញ្ចឹងយើងដោះសោវិញសិនមកបាទអញ្ចឹងយើងចាក់សោ P អូខេអញ្ចឹងនៅក្នុងនេះខ្ញុំចង់ឲ្យដំណើរការម៉ោង6ល្ងាចបើកភ្លើងដំណើរការម៉ោង10យប់បិទអូខេអញ្ចឹងខ្ញុំចុចអក្សរ H បាទអញ្ចឹងសម្រាប់ការកំណត់ម៉ោងឲ្យបិទបើកអូតូអ្នកទាំងអស់គ្នាក៏អាចជ្រើសថ្ងៃបានផងដែរប៉ុន្តែនៅក្នុងនេះខ្ញុំឲ្យភ្លឺឲ្យដំណើរការទាំង7ថ្ងៃអញ្ចឹងខ្ញុំអត់ត្រូវការផ្លាស់ប្ដូរទេបើសិនជាយើងចង់ជ្រើសថ្ងៃយើងចុច D+ បានដូចគ្នាឃើញទេបាទអ្នកទាំងអស់គ្នាស្រឡាញ់បែបណាយកបែបហ្នឹងទៅអញ្ចឹងខ្ញុំត្រូវការឲ្យដំណើរការទាំង7ថ្ងៃតែម្ដងអ្នកទាំងអស់គ្នាត្រូវចាំប៊ូតុងខាងលើទាំង4ហ្នឹងទាំងការកំណត់ម៉ោងនាឡិកាខាងក្រៅនិងការកំណត់ម៉ោងឲ្យធ្វើការក៏យើងចុចដូចគ្នាដែរសម្រាប់ប៊ូតុងទាំង4អូខេអញ្ចឹងខ្ញុំកំណត់យកម៉ោង6ល្ងាចអញ្ចឹងម៉ោង6ល្ងាចស្មើនឹងម៉ោង18អូខេ18បាទម៉ោង 18:00 ខ្ញុំឲ្យវាដំណើរការភ្ជាប់ភ្លើងចេញមកជើង load ណាអញ្ចឹងនេះយើងមើលលេខ1 on បាទ
បាទអញ្ចឹងយើងចុចអក្សរ P មួយទៀតដើម្បីកំណត់ម៉ោងបិទបាទម៉ោងបិទដូចគ្នាយើងកំណត់លើប៊ូតុងទាំង4ខាងលើដូចគ្នានេះម៉ោងបិទ1 off អូខេអញ្ចឹងម៉ោងបិទខ្ញុំត្រូវការឲ្យបិទម៉ោង10យប់អញ្ចឹងខ្ញុំយកម៉ោង22ម៉ោង10យប់បាទអញ្ចឹងយើងកំណត់វាជាម៉ោងសកលម៉ោង22អូខេអញ្ចឹងម៉ោង22:00ខ្ញុំត្រូវការឲ្យអំពូលបិទឃើញទេបាទហើយពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យដូចគ្នាអញ្ចឹងកន្លែងកំណត់ថ្ងៃកំណត់នាទីហើយបើយើងចង់កំណត់នាទីអីក៏យើងកំណត់បានដែរឃើញទេបាទកំណត់នាទីកំណត់វិនាទីអីបានអញ្ចឹងប្រភេទមុនវាអត់មានកំណត់វិនាទីទេតែប្រភេទនេះវាមាន option ច្រើនកំណត់វិនាទីបានអញ្ចឹងអានេះខ្ញុំត្រូវការ0វិនាទីចាប្រភេទនេះបើយើងចុចហួសគឺត្រូវចុចសារឡើងវិញណាអញ្ចឹងពេលដែលអូខេពេលដែលយើងកំណត់គឺយើងត្រូវប្រយ័ត្នចុចកុំឲ្យហួសកុំឲ្យខាតពេលយូរបាទតើបលែងដៃអត់តន់គឺហួសហើយបាទអូខេអញ្ចឹងខ្ញុំកំណត់ប៉ុណ្ណឹងអញ្ចឹងយើងចង់ឲ្យម៉ោង6ធ្វើការម៉ោង10យប់អឡុតណាបាទអញ្ចឹងយើងចង់បានតែប៉ុណ្្នឹងទេប៉ុន្តែអ្នកទាំងអស់គ្នាពេលដែល set ម៉ោងដែលអ្នកទាំងអស់គ្នាត្រូវការហើយអ្នកទាំងអស់គ្នាត្រូវឆែកមើលតើមានជាប់ម៉ោងផ្សេងដែរឬទេអញ្ចឹងដើម្បីឆែកមើលតើមាន set ជាប់ម៉ោងផ្សេងទៀតអត់អ្នកទាំងអស់គ្នាចុចអក្សរ P ដែលមានកំពង់ហ្នឹងចុចមើលវាទៅនេះឃើញយើងមើលរហូតដល់ step ទី28លេខកន្លែងនេះណាបាទអញ្ចឹងយើងមើលរហូតបើសិនជាឃើញចុចបែបនេះបានន័យថាអត់មានជាប់ម៉ោងទេអូខេអញ្ចឹងបើសិនជាយើងឃើញមានជាប់ម៉ោងនេះឧទាហរណ៍ថាមានជាប់ម៉ោងបែបនេះអញ្ចឹងបើសិនជាមានជាប់ម៉ោងជាប់លេខជាប់ថ្ងៃអីបែបនេះអ្នកទាំងអស់គ្នាចុច CR ដើម្បី reset ឲ្យវាដាច់ណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ reset ទេវានឹងធ្វើការអត់ត្រូវទៅតាមម៉ោងយើងកំណត់ទេអញ្ចឹងម៉ោងជាប់នៅក្នុងហ្នឹងម៉ោងប្រហែលគឺវាធ្វើការតាមម៉ោងដែលជាប់អញ្ចឹងដើម្បីឲ្យវាធ្វើការត្រឹមត្រូវតាមការកំណត់របស់យើងកុំឲ្យលុតញ៉ៃយើងត្រូវចុច clear វាចោលចុចនេះប៊ូតុង CR ដើម្បី clear ចាឃើញទេបាទឲ្យនៅចុចចឹងមកគឺបានន័យថាយើង clear វាស្អាតហើយយើងចុចឆែកមើលរហូតបើសិនជាមានជាប់ម៉ោងផ្សេងគឺយើងត្រូវ clear វាអស់ឧទាហរណ៍ថាវាជាប់បែបនេះណាបែបនេះអញ្ចឹងយើង clear មួយមកឲ្យនៅចុចចេះមកអូខេអញ្ចឹងវាអត់ធ្វើការញ៉ៃបងប្អូនខ្លះគាត់ចេះ set ហើយប៉ុន្តែក៏អត់បានឆែកកន្លែងចំណុចហ្នឹងក៏បង្កឲ្យមានបញ្ហាដែរគាត់ថាខ្លួនគាត់ set អត់ត្រូវតាមពិតគាត់ set ត្រូវប៉ុន្តែក៏អត់បានឆែកឃើញវាមានរហូតដល់28 step ម៉ោង off on ក្នុង timer នោះមួយគឺយើង set ម៉ោងបិទបើកបានរហូតដល់28ដងអស់នេះបាទនេះចូលដល់ម៉ោងទី1ដែលយើងត្រូវកំណត់ឲ្យវាធ្វើការនេះឃើញយើងប្រើតែម៉ោងទី1ទេអូខេប៉ុណ្ណឹងអញ្ចឹងយើងឆែករួចរាល់ហើយយើងចុចវាចេញវិញមកយើងចុចរូបនាឡិកាបាទតែប៉ុណ្ណឹងចប់អញ្ចឹងខ្ញុំបញ្ជាក់ពីដំណើរការប៊ូតុងនេះទាំងអស់នេះឡើងវិញអញ្ចឹងសម្រាប់ប៊ូតុង4ខាងលើគឺការកំណត់ថ្ងៃកំណត់ម៉ោងកំណត់នាទីកំណត់វិនាទីបាទហើយសម្រាប់ប៊ូតុងខាងក្រោមអក្សរ P គឺជាប៊ូតុង program ដែលយើងចូលទៅកំណត់ម៉ោងឲ្យវាធ្វើការឬក៏ឲ្យវាបិទអូខេកន្លែងកំណត់ម៉ោងឲ្យវាធ្វើការអូតូបាទហើយសម្រាប់ប៊ូតុងរូបនាឡិកាគឺប៊ូតុង back យើងចេញមកក្រៅវិញឧទាហរណ៍ថាយើងចូលទៅ program បាទហើយយើងចុចរូបម៉ោងមកគឺ back ចេញមកវិញបាទប៊ូតុងចេញមកខាងក្រៅវិញអូខេហើយសម្រាប់ប៊ូតុង CR គឺជាប៊ូតុងដោះសោហើយនឹងប៊ូតុង clear ម៉ោងក្នុង program អូខេហើយសម្រាប់ប៊ូតុងពណ៌ក្រហមដែលមានពាក្យ menu គឺជាប៊ូតុងកំណត់នេះមើលកន្លែងនេះអ្នកទាំងគ្នាកំណត់ option on auto off បាទអញ្ចឹងយើងប្រើជាទូទៅគឺយើងត្រូវដាក់ auto អូខេអញ្ចឹងប៊ូតុងក្រហមគឺជាប៊ូតុងផ្លាស់ប្ដូរ option យើងចង់ប្រើ on auto ឬក៏ off បាទអញ្ចឹងយើងតេស្តអីបានយើងប្រើប៊ូតុងហ្នឹងអូខេហើយចំពោះរបៀបភ្ជាប់អ្នកទាំងអស់គ្នាភ្ជាប់ខ្សែចូលពីខាងនេះហើយចេញពីខាងនេះបាទចូលពីខាងឆ្វេងចេញពីខាងស្ដាំបាទអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាតន់ហើយមិនយល់ត្រង់ចំណុចណាអាច comment សួរនាំបន្ថែមនៅក្នុងវីដេអូនេះបានហើយជាចុងក្រោយខ្ញុំបញ្ជាក់
តម្លៃវា$8អ្នកទាំងអស់គ្នាត្រូវការអាចតាក់ទងមកក្នុង page ឬតាមលេខ Telegram នេះបានអរគុណជួបគ្នានៅវីដេអូបន្ទាប់